អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកមេរៀនមួយគឺពីការធ្វើបទភ្លេងចង្វាក់កន្ទ្រឹមអូខេអញ្ចឹងយើងទៅតាមដានទាំងអស់គ្នាជាដំបូងយើងទៅចូលទៅកាន់កម្មវិធីទើបភ្លេងរបស់យើងសិនដែលមានឈ្មោះថា FL Studio 24អញ្ចឹងយើងបើកវាមកអូខេបន្ទាប់ពីយើងបើកវារួចហើយយើងទៅរើសបទណាដែលយើងចង់ធ្វើសម្រាប់ថ្ងៃនេះគឺខ្ញុំលើកយកនៅបទចម្រៀងនឹងមួយបទដែលមានចំណងជើងថាសួស្តីឆ្នាំថ្មីដែលជាប្រភេទចង្វាក់កន្ទ្រឹមខ្មែរយើងណាអូខេហើយខ្ញុំបាន download វារួចហើយបើបងប្អូនអត់ទាន់បាន download បងប្អូនអាចចូលទៅកាន់ YouTube ហើយ download វាជា file MP3 មកអញ្ចឹងខ្ញុំអូសវាចូលសិនបាទអូសវាហើយអូសវាកັບយ៉ាងមកហើយថយសលេងវាបន្តិចថយដើម្បីថយសលេងយើងដាក់ម៉ៅបិឆោតលើនេះមកហើយយើងឃើញដុំពក់ហើយយើងអូសវាបានឬតិចឬខ្លាំងអីតាមជាក់ស្ដែងនៃការធ្វើរបស់យើងយើងអូសវាចូលនេះគឺដើម្បីយកធ្វើជាគំរូមួយសម្រាប់ការយើងរៀនធ្វើបទកន្ទ្រឹមអញ្ចឹងណាយើងយកដាក់វាអូសវាចូលយ៉ាងមកដើម្បីអមជា reference ដើម្បីធ្វើវាអញ្ចឹងណាសួរកុំឲ្យពិបាកចេញចូលទៅស្ដាប់នៅក្នុង YouTube អីចឹងទៅអូខេជិះយើងអូសវាមកហើយជាជំហានដំបូងយើងត្រូវសេរីបទហ្នឹងឲ្យត្រូវ tempo សិនហើយដើម្បីសេរីវាយើងចូលមកកាន់ line នេះមកដាក់ម៉ៅចឹងមកហើយយើងម៉ៅស្ដាំយកពាក្យថា detect tempo ហើយយើងយក75ទៅ150អូខេអញ្ចឹងបន្ទាប់ពីយើង set ហើយ117ហើយគឺយើងខាត់ line ណាដែលវាអត់ប្រយោជន៍ចោលខាត់ចឹងមកហើយយើងទៅរកកន្លែងណាដែលវាធ្លាក់កណ្ដងបាទអញ្ចឹងកន្លែងនេះប្រេកង់កន្លែងនេះអូខេអញ្ចឹងខ្ញុំអូសវាមកឲ្យចំមើលជាទី2អូខេលេខ2ហ្នឹងមកបាទបន្ទាប់ពីយើងអូសវាចូលអញ្ចឹងហើយយើងបើកកណ្ដងផ្ទៀងផ្ទាត់វាត្រូវអត់បាទអញ្ចឹងឃើញថាវាត្រូវកណ្ដងល្អហើយអូខេអញ្ចឹងនេះជាជំហានទី1សម្រាប់យើងឈានទៅដល់ការធ្វើបទភ្លេងយើងត្រូវរៀបអស់នឹងសិនអីចឹងណាអូខេអញ្ចឹងយើងនឹងមេរៀនបន្ទាប់យើងនឹងតអំពីការរៀប drum ចង្វាក់កន្ទ្រឹមទាំងអស់គ្នាអូខេអញ្ចឹងចាំស្ដាប់ចាំចូលមើលនៅមេរៀនបន្ទាប់